ជំរាបសួរប្រិយមិត្តទាំងអស់ថ្ងៃនេះខ្ញុំមានបទសម្ភាសន៍មួយជាមួយបងអូនពីការផ្នែកម្នាក់ដែលគាត់អតីតក៏ធ្លាប់ជាកូនសិស្សរបស់ខ្ញុំផងដែរបាទជំរាបសួរបងអូនបាទជំរាបសួរលោកគ្រូហើយក៏ដូចជាជំរាបសួរទៅដល់បាទបងប្អូនដែលជាទស្សនិកជនតាមបណ្ដាញសង្គម Facebook បាទប្រិយមិត្តដែលនៅក្នុងខេត្តកំពង់ចាមប្រហែលជាធ្លាប់បានឮសម្លេងរបស់គាត់ហើយនៅតាមវិទ្យុ AM 95.30 MHz ខេត្តកំពង់ចាមបាទជាបន្តនេះខ្ញុំសូមបងអូនអនុញ្ញាតឲ្យបងអូនណែនាំឈ្មោះនិងតួនាទីរបស់ខ្លួននៅកន្លែងធ្វើការផងមកនេះបាទខ្ញុំបាទឈ្មោះអេភិរិទ្ធបាទជាអតីតសិស្សរបស់លោកគ្រូកឹមដាសាក់ម្នាក់ផងដែរហើយសប្តាហ៍ថ្ងៃនេះខ្ញុំបានការងារមួយហើយគឺនាយកប៉ុស្តិ៍វិទ្យុខេត្តកំពង់ចាមគឺវិទ្យុសម្លេងជនពិការភ្នែក FM 95.30 MHz បាទតើកន្លែងធ្វើការមានទីតាំងនៅកន្លែងណាដែរបងបាទកន្លែងធ្វើការហ្នឹងនៅទីតាំងផ្សាយផ្ទាល់តែម្ដងហ្នឹងគឺនៅខេត្តកំពង់ចាមគឺក្នុងមន្ទីរព័ត៌មានខេត្តតែម្ដងបាទអញ្ចឹងនៅក្នុងកន្លែងធ្វើការរបស់បងអូនហ្នឹងមានបុគ្គលិកប្រមាណអ្នកដែរហើយស្រីប្រមាណហើយសិតតែជាអ្នកពិការភ្នែកឬក៏យ៉ាងម៉េចដែរបងបាទលោកគ្រូបាទនៅក្នុងស្ថានីយ៍វិទ្យុសម្លេងជនពិការភ្នែក FM 95.30 ប្រចាំខេត្តកំពង់ចាមនេះគឺមានបុគ្គលិកហ្នឹងចំនួន8នាក់គឺស្រី4និងប្រុស4បាទហើយការងារ part time ហ្នឹងគាត់ខាងពិការម្នាក់បាទខាងគាត់ទៅជាងការ៉ាអូខេម្នាក់គឺភេទប្រុសគឺប្រុសចន្ទថនតែម្ដងអូបងអូនចន្ទថនបានទៅធ្វើការ part time នៅក្នុងដែរណាធ្វើការ part time គឺមួយថ្ងៃឲ្យគាត់អនុញ្ញាតឲ្យគាត់ធ្វើការចំនួន2ម៉ោងបាទចំណែកធម្មតាគឺអភិការផ្នែកគឺចំនួន2នាក់គឺស្រីទាំង2នាក់តែម្ដងបាទហើយចុះបងអូនរាល់ថ្ងៃហ្នឹងធ្វើកម្មវិធីអីដែរនៅក្នុងភាគច្រើនធ្វើក្នុងកម្មវិធីគេដែរក្នុងវិទ្យុហ្នឹងបាទចំណែកខ្ញុំផ្ទាល់ហ្នឹងគឺកាលពីមុនខ្ញុំទទួលកម្មវិធីចំនួន3ម៉ោងប៉ុន្តែដល់ក្រោយមកទៀតគឺខ្ញុំរវល់ទៅខ្ញុំធ្វើកម្មវិធីតែមួយអាទិត្យហ្នឹងគឺមួយថ្ងៃ1ម៉ោងបាទហើយគឺកម្មវិធីនេះគឺកម្មវិធីទាក់ទងនឹងសមត្ថភាពប្រិយមិត្តគឺតម្រូវកម្មវិធីហ្នឹងគឺតម្រូវឲ្យប្រិយមិត្តហ្នឹងសម្ដែងនៅទេពកោសល្យដែលខ្លួនមានពីមុនមកឬក៏ដូចជាការសម្ដែងរឿងឬក៏ដូចជាការធ្វើត្រាប់តាមសម្លេងឬក៏និយាយរឿងកំប្លែងអញ្ចឹងណាលោកណាបាទអរគុណបាទជាបន្តទៀតខ្ញុំចង់សួរបងអូនថាតើការធ្វើជាពិធីករនៅក្នុងវិទ្យុហ្នឹងឬក៏អ្នកគ្រប់គ្រងក្នុងវិទ្យុហ្នឹងតើបងអូនមានបញ្ហាលំបាកជួបបញ្ហាលំបាកអ្វីខ្លះដែរបាទវាប្រកាសជាជួបហើយព្រោះបញ្ហាលំបាកនៅក្នុងស្ថាប័នផ្សេងក៏ដូចជាខាងវិទ្យុសម្លេងជនពិការនោះក៏មានការលំបាកខ្លះដែរដូចជាខ្ញុំធ្លាប់បានធ្វើការគ្រប់គ្រងកន្លងមកនឹងជួបប្រទះនោះគឺដំបូងឡើយតាក់ទងនឹងការនិយាយក្នុងប៉ុស្តិ៍វិទ្យុគឺដោយសារតែសមាគមឬក៏វិទ្យុសម្លេងជនពិការផ្នែកនៅខាងនេះគឺអ្នកបុគ្គលិកទាំងអស់នោះគឺសិតតែជាជនពិការទាំងអស់បាទអញ្ចឹងធ្វើឲ្យការបច្ចេកទេសនៃការប្រើប្រាស់កុំព្យូទ័រឬក៏ការរកបទចម្រៀងការរកបទចម្រៀងធ្វើឲ្យពិបាកត្រង់ថាគាត់មើលមិនសូវច្បាស់ហើយណាមួយតើតងគាត់មើលមិនសូវច្បាស់ហើយអញ្ចឹងធ្វើអាចឲ្យពេលខ្លះច្រឡំបាទពេលតើសូមនិយាយកាត់ប្អូនដែលកាន់ផ្នែក operator ហ្នឹងគាត់អាចមើលឃើញបានខ្លះគាត់មើលឃើញខ្លះប៉ុន្តែគាត់ថាគាត់មើលឃើញមែនប៉ុន្តែគាត់ថាពេលខ្លះគាត់ច្រឡំពេលអីហ្នឹងបាទដល់ពេលច្រឡំអញ្ចឹងទៅធ្វើឲ្យបាទកម្មវិធីមួយចំនួនវាមិនសូវដំណើរការស្រួលដែរប៉ុន្តែវាម្ដងមកកាលហ្នឹងហើយបាទហើយនឹងមួយទៀតតើទៅនឹងអ្នកនិយាយពិធីការនីហ្នឹងពេលខ្លះដល់គាត់មើលអត់ឃើញអញ្ចឹងពិបាកឲ្យម៉ូគ្នាដល់ពេលឲ្យម៉ូគ្នាគាត់និយាយទៅជួនកាលមានបញ្ហាបច្ចេកទេសទៅក៏អត់ដឹងគាត់អត់ដឹងទៅជួនកាលនិយាយទៅរហូតគាត់មើលអត់ឃើញមើលអត់ឃើញសញ្ញាមើលអត់ឃើញអញ្ចឹងបាទហ្នឹងដោយសារថាយើងទៅតែចាប់ផ្ដើមហើយយើងនៅមានបទពិសោធន៍នៅតិចតួចឡើយអញ្ចឹងសង្ឃឹមថាថ្ងៃក្រោយទៅយើងនឹងបានកែលម្អនៅចំណុចលំបាកនេះបាទហើយបញ្ហាមួយទៀតតកតងនឹងខ្ញុំគ្រប់គ្រងផ្ទាល់តែម្ដងគឺពិបាកត្រង់ថាខ្ញុំត្រូវមានសកម្មភាពច្រើនខាងក្រៅពីម៉ោងប៉ុស្តិ៍ឬក៏ម៉ោងផ្សាយខ្ញុំត្រូវរៀបចំ
បើតកតងនឹងការផ្សាយតែម្ដងខ្ញុំត្រូវរៀបចំកម្មវិធីសម្រាប់ពួកគាត់បាទសម្រាប់ពួកគាត់មានកម្មវិធីជាច្រើនហើយខ្ញុំឥឡូវកំពុងតែរៀបរងមធ្យោបាយដើម្បីរកកម្មវិធីណាល្អដែលមានប្រយោជន៍សម្រាប់សង្គមឥឡូវកម្មវិធីនៅក្នុងប៉ុស្តិ៍ខាងខ្ញុំនេះមានកម្មវិធីមួយចំនួនដូចជាព័ត៌មានហើយនិងនីតិកំសាន្តខ្លះៗហើយចំណេះដឹងទូទៅក៏មានដែរប៉ុន្តែខាងប៉ុស្តិ៍ខ្ញុំគឺនៅតែព្យាយាមខាងស្ថានីយ៍នៅតែព្យាយាមបង្កើតកម្មវិធីណាដែលតកតងនឹងសង្គមល្អបាទបាទអរគុណហើយជាចុងក្រោយនេះតើបងអូនមានសំណូមពរអ្វីទៅកាន់ទស្សនិកជនដែរទេបាទខ្ញុំជាចុងក្រោយនេះខ្ញុំមានសំណុំពរខ្លះដែរព្រោះថាវិទ្យុរបស់យើងគឺជាវិទ្យុដែលកើតចេញពីទឹកចិត្តជនពិការភ្នែកតែម្ដងឬក៏សកម្មភាពរបស់ជនពិការភ្នែកហើយអញ្ចឹងនៅមានការខ្វះខាតបាទហើយណាមួយវិទ្យុនេះនៅមានការខ្វះខាតហើយជាវិទ្យុដែលបង្កើតឡើងថ្មីអញ្ចឹងហើយមិនសូវមានណាគេមិនសូវមានអតិថិជនឬក៏ម្ចាស់ sponsor ណាស្គាល់ឡើយមិនដឹងដោយសារតែលោកគ្រូគាត់បានជួយផ្សព្វផ្សាយអញ្ចឹងទៅខ្ញុំក៏សូមធ្វើការអំពាវនាវដល់មហាជនទាំងអស់ឬក៏ម្ចាស់ក្រុមហ៊ុនឬក៏ស្ថាប័ននានាបើសិនបើចង់ជួយជនពិការភ្នែកដើម្បីកុំឲ្យមានការហានិភ័យជាមួយនឹងការងារឬក៏ដើម្បីឲ្យជនពិការភ្នែកហ្នឹងទទួលបានការងារល្អជាពិសេសការងារទាក់ទងនឹងវិទ្យុអញ្ចឹងសូមជួយជនពិការភ្នែកតាមរយៈពាណិជ្ជកម្មការ sponsor ហ្នឹងសូមជួយតាមរយៈការឧបត្ថម្ភរបស់គាត់តាមរយៈពាណិជ្ជកម្មបើសិនចង់តាក់ទងតាមពាណិជ្ជកម្មហ្នឹងគឺមានលេខទូរស័ព្ទ095286565បាទហើយនេះគឺជាទូរស័ព្ទរបស់វិទ្យុយើងផ្ទាល់តែម្ដងបាទហើយក៏ជាចុងក្រោយក៏សូមអរគុណលោកគ្រូកឹមដាស័កដែលបានធ្វើការបោះសម្ភាសខ្ញុំតាក់ទងនឹងវិទ្យុសម្លេងជនពិការភ្នែក FM 95នេះផងដែរសូមឲ្យលោកគ្រូកឹមដាស័កជួបប្រទះនឹងភាពជោគជ័យក្នុងការងារសូមកុំឲ្យមានសត្រូវក្នុងការងារឲ្យសោះណាលោកគ្រូបាទអរគុណជាកិច្ចបន្តសូមប្រិយមិត្តទាំងអស់ទៅតាមដានមើលសកម្មភាពក្នុងការផ្សាយរបស់បងប្អូនទាំងអស់គ្នាជាមួយខ្ញុំបាទរនួចក្នុងខ្នើតកើតចិត្តសៅមកខ្យល់អើយផ្គរលន់ជួយផងជួយស្រែកសួរទៅមៀងស្នេហ៍បងខអីស្ដីមកឬអូនខ្លាចម៉ែផ្គរអើយជួយលន់ផងហ្វាយពកបាយឈូកបាំងចន្ទ្រីបាទអរគុណបទចម្រៀងស្វាគមន៍នៅក្នុងកម្មវិធីត្រូវបានបញ្ចប់ទៅហើយមិនបង្អង់ពេលវេលាយូរទេក៏សូមបើកនៅប្រព័ន្ធទូរស័ព្ទដើម្បីស្វាគមន៍ប្រិយមិត្តខលចូលរួមតែម្ដងបាទសូមជម្រាបសួរខ្សែទី1បាទជម្រាបសួរលោកជំរាបសួរបាទអរគុណចូលរួមពីខាងណាដែរអូនបាទខលពីកំពង់ចាមបាទអ្នកកំពង់ចាមបាទកំពង់ចាមនៅម្ដុំណាវិញក្នុងប្រុសក្នុងស្រីក្នុងប្រុសក្នុងស្រីបាទសូមអនុញ្ញាតស្គាល់ឈ្មោះប្អូនផងបាទបងឈ្មោះទីណាបាទទីណាបាទទីណាសុខសប្បាយជាទីល្ងាចនេះប្អូនបាទសុខសប្បាយធម្មតាបងទៅទីបាទបងក៏សុខសប្បាយដែរណាបាទអរគុណហើយចូលរួមនៅក្នុងកម្មវិធីពេញចិត្តបកស្រាយបទចម្រៀងអីអូនក្នុងបងបាទបទអីអូនបទអីមកទៅបងជីបទឆ្លងឆ្លើយឬមួយក៏ជីបទទល់អូនឆ្លើយឆ្លងឆ្លើយអរគុណញ៉ាំប័ណ្ណចម្រៀងនេះចាអរគុណជាមួយនឹងកម្មវិធីសំឡេងជនពិការខារ៉ាអូខេលោកអ្នកនាងអាចហៅទូរស័ព្ទចូលរួមជាមួយនឹងប្រព័ន្ធទូរស័ព្ទ3ប្រព័ន្ធធ្វើការបោះស្រាយប័ណ្ណចម្រៀងក៏ដូចជាសំណុំពរមកកាន់កម្មវិធីបាទសូមអនុញ្ញាតស្វាគមន៍ជាថ្មីមកកាន់កម្មវិធីប្រាជ្ញាប្រិមិត្តបាទនៅក្នុងវគ្គនេះប្រិមិត្តអាចទូរស័ព្ទចូលរួមបាននៅក្នុងកម្មវិធីយើងហើយណាចាលោកស្ធាបរស់អត់បានបាទពីរស់តែយូរស្ដាប់បទពីដើមមកស្មានតែអត់ទៅរស់បាទពីរស់ហើយទៅឲ្យ operator ដាក់ចាចាឥឡូវប្រិមិត្តទាំងអស់អាចហៅចូលរួមបានដែលជាប់នឹងលក្ខខណ្ឌងាយចាឥឡូវគឺគាត់ហៅទូរស័ព្ទចូលរួមហើយសូមស្វាគមន៍គាត់តែម្ដងជំរាបសួរបាទជំរាបសួរបងប្រុសបាទទូរស័ព្ទមកពីខាងណាដែរចារដ្ឋាណោះសុខសប្បាយយីទេរដ្ឋាបាទចាសុខសប្បាយដូចគ្នាណាញ៉ាំអីនៅរដ្ឋា
មុំ